បងប្អូនមិនមែនរាល់ចំណេះដឹងទាំងអស់គឺវាសុទ្ធតែមានតម្លៃស្មើៗគ្នានោះទេបើសិនជាបងប្អូនចេះបែងចែកប្រភេទចំណេះដឹងទាំងអស់នោះឲ្យវាដាច់ច្បាស់លាស់នោះបងប្អូននឹងមានប្រៀបខ្លាំងជាងគេហើយបងប្អូននឹងទទួលបានប្រយោជន៍ដ៏សំខាន់បំផុតសម្រាប់បងប្អូនក្នុងពេលដែលពិភពលោកជុំវិញបងប្អូននេះហាក់បីដូចជាមានភាពច្របូកច្របល់បើបងប្អូនមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រគឺវាជួយឲ្យបងប្អូនយល់ដឹងពីអ្វីៗនៅលើពិភពលោកខាងក្រៅតាមរយៈគំរូលំនាំពន្យល់ផ្សេងៗដល់បងប្អូនហើយបើបងប្អូនមានចំណេះដឹងផ្នែកបច្ចេកទេសគឺបងប្អូនអាចយកវាទៅប្រើប្រាស់ដើម្បីបង្កើតជាឧបករណ៍សម្រាប់បំពេញតម្រូវការរបស់បងប្អូនបានហើយបើបងប្អូនមានចំណេះដឹងតាមបែបហេតុផលគណិតវិទ្យានិងចំណេះដឹងដែលកើតចេញពីការអនុវត្តជាក់ស្ដែងដែលចំណេះដឹងទាំងអស់នេះគឺវាបានមកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូនទាំងអស់គ្នាបងប្អូននៅពេលដែលបងប្អូនប្រមូលចំណេះដឹងទាំងអស់នេះមកច្របូកច្របល់ចូលគ្នាតែមួយនោះបងប្អូននឹងចាប់ផ្ដើមវង្វេងក្នុងការប្រើប្រាស់វាពេលដែលបងប្អូនដាក់វាចូលច្របូកច្របល់គ្នាប្រហែលជាបងប្អូនព្យាយាមប្រើច្បាប់វិទ្យាសាស្ត្រដើម្បីយកទៅដោះស្រាយបញ្ហាដែលជាក់ស្ដែងវាត្រូវការដោះស្រាយបញ្ហាតាមបែបបច្ចេកទេសទៅវិញទេឬក៏ប្រហែលជាបងប្អូនពឹងផ្អែកទៅលើអារម្មណ៍របស់បងប្អូនយកវាទៅដោះស្រាយបញ្ហានៅក្នុងរឿងដែលត្រូវការស្រាវជ្រាវរកខុសត្រូវតាមហេតុផលច្បាស់លាស់មកដោះស្រាយទៅវិញទេផ្ទុយទៅវិញនៅពេលដែលបងប្អូនចេះបែងចែកព័ត៌មានដែលទទួលបានទៅតាមប្រភេទរបស់វានោះបងប្អូននឹងអាចប្រើឧបករណ៍ចំណេះដឹងចំគោលដៅដើម្បីយកវាទៅដោះស្រាយឲ្យបានត្រឹមត្រូវនិងត្រូវចំចំណុចវាប្រៀបដូចជាបងប្អូនមានប្រអប់ឧបករណ៍ចំណេះដឹងមួយនៅក្នុងខួរក្បាលដែលវាមានទាំងសោរនិងទល់វិសគ្រប់ប្រភេទរៀបចំទុកដាក់តាមកន្លែងដែលត្រឹមត្រូវច្បាស់លាស់ព្រមគ្នាសម្រាប់យកវាមកប្រើប្រាស់ភ្លាមនៅពេលដែលបងប្អូនមានការប្រញាប់អាសន្នណាមួយត្រង់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនយល់ថាពេលដែលបងប្អូនមានភាពច្បាស់លាស់នៅក្នុងការគ្រប់គ្រងចំណេះដឹងទាំងអស់នេះវានឹងកាត់បន្ថយការនឿយហត់ខួរក្បាលក្នុងការគិតរឿងរ៉ាវប្រចាំថ្ងៃរបស់បងប្អូននិងជួយឲ្យបងប្អូនអាចធ្វើសកម្មភាពនានាបានយ៉ាងចំគោលដៅនិងឥតខ្ចោះការយល់ដឹងភាពខុសគ្នានៃចំណេះដឹងទាំងអស់នេះគឺជាសោរគន្លឹះក្នុងការផ្លាស់ប្ដូរទិន្នន័យដែលបងប្អូនកំពុងតែទទួលបានពីពិភព Digital ប្រចាំថ្ងៃនេះឲ្យទៅជាព័ត៌មានដែលមានតម្លៃហើយនឹងចេះប្រើប្រាស់ព័ត៌មាននិងទិន្នន័យទាំងអស់នោះបានត្រឹមត្រូវនិងមានប្រយោជន៍ដើម្បីបម្រើឲ្យគោលដៅជាក់លាក់នៅក្នុងជីវិតរបស់បងប្អូន